ចំពោះសម្ភារៈដែលយើងប្រើប្រាស់នៅក្នុងការពិសោធន៍មានដូចជាកែវ WC លោហៈសូដ្យូមទឹកកាំបិតក្រដាស pH solution panel ផ្ដាលេអ៊ីនពីប៉ែតនិងដង្កៀបជាដំបូងយើងយកកែវ WC មកដាក់ទឹកចំនួនពាក់កណ្ដាលកែវដែលមានចំណុះ125មីលីលីត្រហើយយើងធ្វើការតេស្ត pH របស់ទឹកគឺស្ថិតនៅលេខ7ដែលមានន័យថា nerd បន្ទាប់មកទៀតយើងធ្វើការចិតលោហៈសូដ្យូមចំនួន1ដុំតូចហើយយើងយកសូដ្យូមនោះទៅដាក់នៅក្នុងទឹកយើងសង្កេតឃើញថាវាមានប្រតិកម្មយ៉ាងខ្លាំងក្លាជាមួយនឹងទឹកចំពោះប្រតិកម្មសូដ្យូមបូកជាមួយនឹងទឹកនេះផងដែរយើងទទួលបាននូវផលិតផលគឺ solution បាសសូដ្យូមអ៊ីដ្រូស៊ីតជាមួយនឹងឧស្ម័នអ៊ីដ្រូសែនដើម្បីបញ្ជាក់ថា solution នេះជា solution បាសយើងធ្វើការយកក្រដាស pH មកជ្រលក់ចូលទៅក្នុង solution នេះយើងឃើញថាវាប្រែពណ៌ទៅជាពណ៌ស្វាយដែលស្ថិតនៅលេខ14បញ្ជាក់ថាវាជា solution បាសយើងក៏អាចបញ្ជាក់ថាវាជា solution បាសបានដោយការបន្តក់ solution panel ផ្ដាលេអ៊ីនចូលផងដែរនោះ solution នោះវានឹងប្រែពណ៌ទៅជាពណ៌ផ្កាឈូកដែលវាបញ្ជាក់ថា solution នេះជា solution បាស